ចាបងប្អូនថ្ងៃនេះនាងខ្ញុំមកបង្ហាញជូនជាមួយនឹងរបៀបចាក់ផ្កាបែបនេះបងប្អូនយើងមើលទៅពិតជាស្រស់ស្អាតមែនតើហើយផ្កានេះអត់ពិបាកចាក់ឯងបងប្អូនគឺចាក់យើងចាក់ងាយស្រួលហើយឃើញបានផ្កាទំហំធំស្អាតទៀតអញ្ចឹងតោះយើងទៅមើលពីរបៀបចាក់ទាំងអស់គ្នាអញ្ចឹងដំបូងគឺយើងរុំដៃបែបនេះមកបងប្អូនចាហើយយើងរុំជារង្វង់ចាយើងរុំបានជារង្វង់បែបហ្នឹងហើយយើងចាក់ឡើងឆែនចំនួន3ហើយយើងចាក់ double crochet ចាយើងចាក់ double crochet ចូលប្រឡោះហ្នឹងចំនួន18 double crochetបងប្អូនដែលបានចូល view វីដេអូមួយនេះកុំភ្លេចជួយ like ជួយ share សម្រាប់បងប្អូនថ្មីៗដែលមិនទាន់បានជួយ subscribe channel របស់នាងខ្ញុំកុំភ្លេចជួយ subscribe channel របស់នាងខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗទៀតដែរបងប្អូនហើយក៏ដូចជាធ្វើជាកម្លាំងចិត្តសម្រាប់នាងខ្ញុំដើម្បីផលិតវីដេអូថ្មីបន្តជូនបងប្អូនទស្សនាបន្តបន្ថែមអញ្ចឹងណាបងប្អូនចាអានេះយើងទាញឲ្យតឹងមកបងប្អូនហើយយើង slip stick ភ្ជាប់មកបានប៉ុណ្ណឹងហើយយើងថែម chain មួយហើយយើងចាក់ single crochet មួយជុំទៀតចាបងប្អូនយើងចាក់មកបានមួយជុំហើយយើងចាប់ផ្ដើមដូរដាក់ពណ៌សវិញយើងបន្ថែម chain ចំនួន10 2 3 4 5 6 7 8 9 10បន្ទាប់មកគឺយើងចាក់ single crochet មួយ half double crochet មួយបន្ទាប់មកទៀតគឺយើងចាក់ double crochet ចូលចំនួន5បន្ទាប់មកយើងចាក់ half double crochet មួយចាក់ single crochet ចំនួន1ហើយយើងចាក់ slip យើងចាក់ភ្ជាប់មកប្រឡោះបន្ទាប់ហើយយើងចាក់ chain ចំនួន10ទៀត
ចាក់ដូចមិនអញ្ចឹងបងប្អូនណាដំបូងគឺយើងចាក់ single crochet បន្ទាប់មក half double crochet បន្ទាប់មកទៀតគឺយើងចាក់ single crochet ចំនួន5ចាយើងចាក់ double crochet ចំនួន5បន្ទាប់មកគឺយើងចាក់ half double crochet 1ចុងក្រោយគឺយើងចាក់ single crochet មួយទៀតហើយយើងចាក់ភ្ជាប់អញ្ចឹងបងប្អូនធ្វើការចាក់បន្តបែបហ្នឹងដូចគ្នាចាបងប្អូនអញ្ចឹងនេះផ្ការបស់យើងគឺរួចរាល់បងប្អូនចាអរគុណច្រើនសម្រាប់បងប្អូនដែលបានចូល view វីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាវីដេអូនេះមានអត្ថប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ